សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអំពីរបៀបចូលឆែកលទ្ធផលឆ្នោតប៉ុន្តែយើងភ្លេចលេខកូដតែយើងត្រូវធ្វើដូចម្ដេចជាដំបូងយើងចូលក្នុង website dvprogram.state.go ធម្មតាមកយើងចុចចូលមកបងប្អូនបន្ទាប់មកយើងអស់មកខាងក្រោមដូចគ្នានឹងយើងឆែកដែរប៉ុន្តែកន្លែង check status នេះបន្ទាប់ហើយចុច continue កន្លែងនេះយើងត្រូវវាយ confirmation number ប៉ុន្តែយើងភ្លេចលេខកូដយើងអាចចូលបំពេញក្នុងនឹងបានទេបងប្អូនឃើញពាក្យមួយនៅខាងក្រោមកន្លែង column ដែលយើងត្រូវបំពេញហ្នឹងមានពាក្យថា forgot confirmation number យើងចុចកន្លែងហ្នឹងមកបងប្អូនចុចកន្លែងអក្សរពណ៌ខៀវខាងក្រោមហ្នឹងមកចុចអាហ្នឹងប៉ាក់មកវាចូលមកដល់កន្លែងនេះចូលដល់កន្លែងនេះយើងដាក់ឆ្នោតនៅឆ្នាំណាឆ្នាំណីអញ្ចឹងយើងធីកមកហើយយើងបំពេញជាដំបូងយើងបំពេញនាមតកោរបស់យើង last name នឹងមកយើងបំពេញ first name សូមបញ្ជាក់កន្លែងនេះបងប្អូនត្រូវតែបំពេញឲ្យត្រូវនឹងព័ត៌មានដែលពេលបងប្អូនដាក់មុនដំបូងហ្នឹងកន្លែង middle name នេះយើងអត់មានទេយើងដាក់ no ព្រោះអាហ្នឹងយើងអត់មានឈ្មោះក្រៅទេសម្រាប់កន្លែងនេះបងប្អូនត្រូវដាក់ថ្ងៃត្រូវដាក់ខែថ្ងៃឆ្នាំកំណើតរបស់យើងព័ត៌មានដែលបងប្អូនដាក់ពេលការចុះឈ្មោះដាក់ឆ្នោតហ្នឹងណាត្រូវដាក់ឲ្យដូចបេះបិទមកឧទាហរណ៍ថាកើតថ្ងៃទី1យើងដាក់ថា01អានេះឧទាហរណ៍ថា01ដែរឧទាហរណ៍ថានេះកើតឆ្នាំ2000យើងដាក់2000អញ្ចឹងហើយមួយទៀតតេទៅនឹង email ហ្នឹងត្រូវដាក់ email ដែលបងប្អូនដាក់ឲ្យដូចបេះបិទនឹង email ដែលយើងដាក់ដំបូងណាត្រូវដាក់ឲ្យដូចហ្មងព្រោះដើម្បីវាបញ្ជាក់ថាយើងពិតជាព័ត៌មានខ្លួនយើងពិតប្រាកដណាហើយវានឹងផ្ញើលេខកូដថ្មីហ្នឹងចូលទៅក្នុង email ហើយអានេះវាជាកន្លែងយើងដាក់តេទៅនឹងលេខកូដសម្ងាត់ដែលវា generate រហូតហ្នឹងបងប្អូនអាចវាយទៅតាមហ្នឹងទៅវាចេញទម្រង់ខុសគ្នាបងប្អូនអត់ពិបាកវាយពិបាកមើលអីបងប្អូនចុចកន្លែងសញ្ញាព្រួយនេះដើម្បីដូរលេខកូដហ្នឹងណាយើងចុចតែ submit ប៉ុណ្ណឹងទៅគេនឹងផ្ញើលេខកូដដែលយើងភ្លេចកាលមុនហ្នឹងផ្ញើចូលក្នុង Gmail ហើយចូលក្នុង Gmail បងប្អូនយកលេខកូដហ្នឹងមកបំពេញនៅក្នុងកន្លែងនេះដំបូងហ្នឹងរួចជាការស្រេចហើយអរគុណបងប្អូនទាំងអស់គ្នា